ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកថតវីដេអូទៀតហើយដែលនិយាយអំពីតើការរៀននៅសាកលវិទ្យាល័យស្រួលឬអត់ចាកុំភ្លេចតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ចាថ្ងៃនេះគឺគ្រូអត់រៀនទេចាគឺធ្វើសិក្ខាសាលាស្ដីអំពីការនិយាយអំពីខេត្តកោះកុងចាមុននឹងពួកគាត់បានធ្វើបទបង្ហាញពួកគាត់មុនដំបូងគេគឺពួកគាត់បានចែកกระดาษឲ្យសិស្សានុសិស្សនិងចែកអាហារសម្រន់សម្រាប់ពេលព្រឹកចាបាទសម្រាប់ខ្ញុំការរៀននៅសាកលវិទ្យាល័យក៏ដូចនៅរៀននៅវិទ្យាល័យដែរដោយសារតែអ្នកផ្ទះគាត់ទំនុកបំរុងចឹងចាគឺខ្ញុំអត់តន់ធ្វើការទេចាខ្ញុំបើហៅការងារក៏ខ្ញុំហៅការងារដែរជំនាញធ្វើជំនាញរបស់ខ្ញុំដែរចាបើសិនជាខុសជំនាញក៏ខ្ញុំអត់ជឿធ្វើដែរចាហើយមួយខ្ញុំឆ្នាំទី1ចឹងទៅខ្ញុំត្រូវផ្ដោតអារម្មណ៍លើការរៀនសូត្រសិនចាហើយចាប់ដើមធ្វើការងារដោយសារតែអ្នកទាំងខ្ញុំគាត់មានលទ្ធភាពក្នុងការសិក្សាបន្តការសិក្សារបស់ខ្ញុំចឹងណាហើយការរៀននៅសាកលវិទ្យាល័យក៏ដូចនៅវិទ្យាល័យដែរដោយសារតែមានមិត្តភ័ក្តិមានអីចឹងណាខ្ញុំមិនដឹងទេប៉ុន្តែបើសម្រាប់ខ្ញុំគឺដូចគ្នាមានមិត្តភ័ក្តិល្អអីចឹងហើយនិយាយទៅចាក់គ្នាចូលតែយើងបាយពីណាបាយនៅសាលាបាយនៅសាលាហើយលួចស្វាយនៅសាលាចាថ្ងៃហ្នឹងពួកខ្ញុំណាត់គ្នាពីនេះដើម្បីហូបបាយនៅសាលាពួកអីចង់នៅសាលាម្ដងហើយណាមួយនៅសាលាគេលក់បកហងលក់អីចឹងទៅចង់សាដបងញ៉ាំអីចឹងណាពួកអីគេលក់ទៅពេលថ្ងៃទេពេលព្រឹកគេលក់ទេចាហើយបន្តមកទៀតពេលដែលញ៉ាំបាយហើយខ្ញុំចាប់ដើមសម្ដែងធ្វើរៀនតាមពិតហត់ដុំតែរៀនទេតែនេះគឺសម្ដែងរៀនចាហើយបន្តមកទៀតពួកខ្ញុំចាប់ដើមចូលលុយគ្នាទិញបុកល្ហុងមានប្រហិតមានអីចាហើយនិយាយទៅមិត្តភក្តិខ្ញុំជីវិតគេឡើងភីងហ្មងនេះដឹងលេងឆានមួយណាគេឡាខ្ញុំបើខ្ញុំវិញគឺអត់មានខ្វល់ជាមួយទេគឺញ៉ាំយើហើយអញ្ចឹងទៅឲ្យបន្តចុចទូរស័ព្ទទៅចាហើយរងថ្ងៃដើរគ្នាប្រហែលជា3-4នាក់ប៉ុន្តែគាត់2នាក់ទៀតគាត់នៅធ្វើការអីចឹងចាហើយមានតែគាត់ឯងហើយនឹងខ្ញុំឯងដែលអត់ធ្វើការអញ្ចឹងទៅសួរបបួលគ្នាបើសិនជាចង់មកពេលថ្ងៃគឺបានមកពេលថ្ងៃអញ្ចឹងចាដោយសារពួកយើងអត់ធ្វើការចាហើយគាត់គឺអ្នកនៅខេត្តរបស់ខ្ញុំដែរហើយលើពីនឹងទៀតគឺកើតថ្ងៃខែឆ្នាំតែមួយគ្នាទៀតថាស្តៀងដូចគ្នាហ្មងគ្រាន់ថាចរិតលក្ខណៈអីវាស្តៀងគ្នាវាមិនដូច 100% ទេចាហើយបើយើងពេល assignment វិញបើសិនជាយើងដែរអត់ទុកការងារចោលលក្ខណៈបែបថា assignment មកយើងធ្វើឲ្យផ្ញើឲ្យគេចឹងទៅវាអត់ចោលចឹងទៅវាអត់ក៏អត់ដាច់យប់ដែរហើយបើសិនជា assignment វាច្រើនហើយយើងនៅអត់ទុកវាចោលដល់ពេលគេយកចាំដើមធ្វើអាហ្នឹងយើងនឹងដាច់ចុះវាចាចឹងទៅយើងពេលដែលគេដាក់ញ៉ាំមកអីចឹងទៅយើងបញ្ញាប់ធ្វើឲ្យគេវិញចឹងចាបន្ទាប់ពីហូបបុកល្ហុងហើយយើងចាប់ផ្ដើមដាក់ក្នុងលុកខ្ចីនៅសាលាហ្នឹងចាគឺនៅសាលាមានអីគឺបេះខ្ទេចតែម្ដងហើយនេះគឺជាស្វាយចាស្វាយហ្នឹងក៏នៅសាលាដែរចាគឺប្លន់បេះញ៉ាំហ្នឹងហើយគឺគម្រោងការគឺយឺតផ្ទះទៀតចាមានអាចហាត់បើមានបេះខ្ទេចខ្ចីមកចាហើយគាត់ជាអ្នកបេះខ្ញុំជាអ្នករើហើយនឹងថតវីដេអូពីសកម្មភាពរបស់ខ្ញុំចឹងណាដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានមើលចាហើយតពួកហ្នឹងគឺដើរហមទៅឃើញចាហើយនេះយើងបេះបានប្រហែលជាបានច្រើនផ្លែដែរប្រហែលជា7-8ផ្លែចាហើយចឹងទៅពួកយើងចិត្តញ៉ាំហ្នឹងហើយតមកទៀតយកទៅផ្ទះខ្លះចានេះគឺមិនមករៀននេះចាគឺមកប្រម៉ូរបស់នៅសាលាយកទៅផ្ទះចាមានដូចជាស្វាយមានដូចជាចាំមើលអ្នកគ្នាចាំមើលវីដេអូបន្តទៀតខ្ញុំអត់និយាយទេចាហើយបន្ទាប់ពីញ៉ាំឆ្វាយហើយខ្ញុំចាប់ដើមសិក្សាសាប់នឹងចាសិក្សាចិត្តពេញចាគឺកុំអស់ភ្លើអ្នកផ្ទះខ្ញុំហើយបន្តមកទៀតពីអ្នកមិត្តភក្តិខ្ញុំគឺដើរទៅយកទឹកចាគឺទឹកនឹង free គេ free ដើម្បីឲ្យកូនសិស្សអីចឹងណាបើសិនជាពួកគាត់ចង់ញ៉ាំទឹកអីចឹងចានេះគឺទឹកក្តៅពណ៌កាជូហ្នឹងហើយពណ៌ផ្ទៃមេឃហ្នឹងឡើងឲ្យទឹកត្រជាក់ចាហើយខ្ញុំមកច្រឡំដាក់ទឹកក្តៅហ្មងអត់ដឹងពួកអីយើងអត់ដែរប្រើទឹកហ្នឹងហើយចាគឺឡើងក្តៅបើសិនជាដបវិញមិនស្រួលលួយបានទេនេះដោយសារតែនេះគឺជាកដងទឹកចឹងទៅវាអត់រលួយទេចាសំខាន់ណាខ្ញុំដងហើយចិត្តពេញគឺខ្ញុំផឹកសិនចាបន្ទាប់មកទៀតផឹកហើយបានជាខ្ញុំដងតទៅទៀតចាចាំមើលវីដេអូតិចទៀតមិត្តភក្តិខ្ញុំសើចខ្ញុំហើយខ្ញុំនឹងធ្វើនេះ
អរគុណបងប្អូនខ្លាំងមែនតើសម្រាប់ការតាមដានទស្សនាខ្ញុំពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយហើយអ្នកដែលអត់ទាន់ចុច Subscribe កុំភ្លេចជួយចុចម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពី Channel នាងខ្ញុំចា៎